ឡើងក្រុងរាជសម្បត្តិនៅក្នុងឆ្នាំ1595បាទ95ហើយនៅក្នុងនេះយើងអត់បានដឹងតាមឯកសារនានាផ្សេងមានយើងមិនបានដឹងថាតើព្រះរាមាជើងព្រៃនេះលោកមានពងវងតកោខែស្រឡាយមកពីខាងណាយើងអត់ដឹងទេឯកសារទាំងអស់ហ្នឹងគ្រាន់តែបញ្ជាក់ថាលោកជាព្រះវង្សបាទក្នុងភាសាខ្មែរនៅក្នុងក្បួនច្បាប់ខ្មែរព្រះវង្សហ្នឹងគឺបានស្ដីថាលោកឡើងជាស្ដេចហើយបាទនៅក្នុងខ្សែស្រឡាយរបស់ស្ដេចនេះគឺកាលណាយើងចាប់ពីព្រះមហាក្សត្រដែលលោកឡើងក្រុងរាជសម្បត្តិមកហើយដល់ទៅកូនចៅដែលជាអ្នកដំណរទី5ចំនួនទី5ឬដំណរទី5ហ្នឹងអ្នកហ្នឹងខ្លាយទៅជារាជហើយបាទគេហៅថាព្រះវង្សហើយកាលណាខ្លាយទៅជាព្រះវង្សនៅក្នុងចំនួនទី5របស់គ្រួសាររបស់ព្រះមហាក្សត្រហ្នឹងបាទស្ដីថាអ្នកនោះគ្មានសិទ្ធិនឹងឡើងសោយរាជសម្បត្តិនៅប្រទេសខ្មែរឬប្រទេសកម្ពុជាបានទេបាទអ្នកនោះអាចគ្រាន់តែជាមន្ត្រីរាជការអាចមានអីចឹងប៉ុន្តែមិនអាចនឹងខ្លាយខ្លួនទៅជាព្រះមហាក្សត្រទេគឺគ្មានសិទ្ធិចរការបាទហ្នឹងហៅថាព្រះវង្សប៉ុន្តែបើសិនជាព្រះវង្សដដែលនេះលោកហៅថាទៅរៀបអភិសេកបាទជាមួយនឹងស្ដេចស្រីណាមួយឬក៏បុត្រីព្រះមហាក្សត្រឬមួយក៏បុត្រីក្មួយរបស់ព្រះមហាក្សត្រប៉ុន្តែនៅក្នុងចំនួនហៅថាចំនួនឬដំណទី1ឬទី2ឬទី3ឬទី4នឹងព្រះវង្សនឹងលោកអាចមានសិទ្ធិនឹងហៅថាឈរឈ្មោះឬអាចមានសិទ្ធិឡើងទៅជាព្រះមហាក្សត្របានបាទនេះជាលក្ខណៈមួយនៅក្នុងច្បាប់ខ្មែរនៅក្នុងសម័យកាលមុនដែលហៅថាដើម្បីតាក់ទងជាមួយនឹងការគ្រងរាជសម្បត្តិដូច្នេះកន្លែងនេះដែលគេចង់បញ្ជាក់ថាព្រះរាមជើងព្រៃគឺថាលោកគ្មានសិទ្ធិដើម្បីឡើងសោយរាជសម្បត្តិទេនៅកម្ពុជាប៉ុន្តែនៅពេលនោះយើងឃើញថាវាច្បោកច្បល់បាទច្បោកច្បល់ហើយកម្ពុជានោះវាបែងចែកគ្នាជាគ្រប់ស្ដេចក្រាញ់គ្មានអ្នកណាស្ដាប់អ្នកណាគ្មានអ្នកណាហៅថាយោគយល់អំពីអ្នកណាទេនៅពេលនោះហើយដែលហៅថាព្រះបាទរាមាជើងព្រៃលោកអាចប្រមូលបានអ្វីដែលជាមនុស្សម្នាកងទ័ពសេនាមន្ត្រីដើម្បីនឹងដេញកងទ័ពសៀមបានប៉ុន្តែអ្វីដែលជាការមួយអភ័ព្វគឺព្រះបាទរាមាជើងព្រៃលោកមិនបានថាសោយរាជសម្បត្តិនៅប្រទេសកម្ពុជាបានយូរទេគឺនៅក្នុងឆ្នាំ1596នេះលោកត្រូវចូលទីវង្គតដោយសារពួកប៉ុកទូហ្គេនិងអេស្ប៉ាញ៉ុលហ្នឹងគឺថាបានសម្រាប់លោកបានធ្វើការនាំគ្នាលើកទ័ពទីមកដើម្បីនឹងបាញ់ប្រហារលោកបាទនៅឯទូលបាសានឬនៅឯស៊ីថូនេះនេះគឺដោយសារអ្វីដែរតែតាមដោយសារតែមានការពឹងពាក់ពីខាងសៀមជាមួយនឹងពួកប៉ុកទីហ្គេដើម្បីមកពីប្រហារទៅប្រទេសកម្ពុជាបាទនៅកន្លែងនេះខ្ញុំបាទសូមបើកវងកញ្ចក់តិចដើម្បីជម្រាបទៅដល់បងប្អូនអ្នកស្ដាប់ដើម្បីឲ្យជ្រាបថាការនោះព្រះសត្ថាដែលត្រូវជាព្រះមហាក្សត្រនៅក្នុងសម័យលង្វែកនេះបាទលោកបានជួបមានទំនាក់ទំនងជាមួយនឹងពួកហៅថាប៉ុកទូហ្គេមានជាមួយនឹងពួកអេស្ប៉ាញ៉ុលហើយនៅពេលនោះហើយដែលមានប៉ុកទូហ្គេជាអ្នកផ្សងព្រេង2នាក់នឹងបាទមួយអេស្ប៉ាញ៉ុលមួយប៉ុកទូហ្គេមួយឈ្មោះហៅថា Diogo Veloso ហើយមួយទៀតឈ្មោះហៅថា Blas Ruiz បាទ2នាក់ហ្នឹងគឺថាសុទ្ធជាអ្នកផ្សងព្រេងបាទមានជាជនជាតិអេស្ប៉ាញ៉ុលម្នាក់អេស្ប៉ាញ៉ុលម្នាក់ជាប៉ុកទូហ្គេបានមកដល់ប្រទេសកម្ពុជាហើយបានចូលមកបម្រើធ្វើការថ្វាយដល់ព្រះសត្ថានឹងបានទុកដាក់ហៅថាពួកជនជាតិអឺរ៉ុបទាំងពីរហ្នឹងជាកូនធររបស់លោកទៅទៀតហើយនៅពេលនោះហើយដែលព្រះសត្ថានឹងលោកបានប្រើឲ្យ Diogo Veloso ហើយនឹង Blas Ruiz ហ្នឹងដើម្បីទៅសុំរកជំនួយអំពីកងទ័ពអេស្ប៉ាញ៉ុលនៅឯប្រទេសហ្វីលីពីនដើម្បីយកមកទប់ទល់ជាមួយនឹងសៀមដើម្បីយកមកទប់ទល់នឹងបញ្ហាផ្សេងនៅក្នុងការរៀបចំទឹកដីប៉ុន្តែនៅពេលនោះហើយដែលពួកពីរនាក់ហ្នឹងបានទៅបាត់ទៅហើយព្រះសត្ថានឹងលោកក៏បានហៅថាភៀសខ្លួនទៅដល់ឯប្រទេសឡាវដូច្នេះនៅពេលដែលព្រះសត្ថាលោកសុគតបាត់ទៅហើយនៅពេលដែលប្រទេសខ្មែរយើងនឹងត្រូវព្រះរាមាជើងព្រៃឡើងសោយរាជពួកកងទ័ពរបស់ Diogo Veloso ហើយនិង Blas Ruiz ហ្នឹងក៏នាំគ្នាទៅធ្វើឃាតព្រះរាមជើងព្រៃដើម្បីនឹងយករាជបល្ល័ង្ករបស់ខ្មែររបស់កម្ពុជានេះយកមកថ្វាយព្រះរាជបុត្ររបស់ព្រះសត្ថាទៅវិញបាទដូច្នេះហើយបានជានៅពេលនោះហើយដែលយើងឃើញថាព្រះរាមជើងព្រៃនេះបានត្រូវអីហៅថាពួកប៉ុកទូហ្គេនេះបាញ់សម្លាប់គឺនៅក្នុងពេលនេះគឺថាឯកសារនេះគឺថាជាឯកសារមួយដែលយើងអាចទទួលបានជាឯកសារមួយដែលសរសេរនៅក្នុងសតវត្សទី17ហ្នឹងដោយ
ថាអ្នកដែលធ្វើដំណើរដែរដែលចេញចូលនៅក្នុងកម្ពុជានៅក្នុងអាស៊ីអាគ្នេយ៍នេះគឺឈ្មោះសាំងអង់តូញ៉ូបានជាជនជាតិអេស្ប៉ាញ៉ុលរួចហើយបន្ទាប់មកឯកសាររបស់លោកសាំងអង់តូញ៉ូនេះបានត្រូវបកប្រែសរសេរជាភាសាបារាំងដោយលោកហៅថាអង់ទាន់កាម៉ាតុងបាទអញ្ចឹងមានឯកសារហ្នឹងអញ្ចឹងឯកសារខ្មែរយើងក៏និយាយដែរពី Diogo បាទ Veloso អញ្ចឹងឯកសារបរទេសខាងអឺរ៉ុបអេស្ប៉ាញ៉ុលប៉ូទុយហ្គេក៏បាននិយាយអំពីរឿងនេះដែរហើយនៅក្នុងរឿងនេះខ្ញុំបានសូមបន្តបញ្ជាក់ថាអ្វីដែលជាឯកសារសរសេរនៅក្នុងឯកសាររបស់សាំងអង់តូញ៉ូហើយដែលបកប្រែជាភាសាបារាំងដោយលោកកាបាតុងនេះគឺបានរៀបរាប់អំពីទស្សនវិជ្ជារបស់ព្រះរាជវាំងរបស់ទីក្រុងរបស់ខ្មែរនៅឯទួលបាសានតាំងតែនិយាយអំពីអ្វីដែលជាបឹងទន្លេសាបអ្វីដែលជាទន្លេធំរបស់ខ្មែរហើយបានដែលហៅថានិយាយអំពីអ្វីដែលជាផ្លូវដែលធំបានមានភូមិអមជុំវិញនៅមុខព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រយើងនៅឯស្រីស៊ីធោឬទួលបាសានបើយើងនិយាយឲ្យចំទៅគឺថាតាមដែលទេសនារបស់ខ្ញុំផ្ទាល់យោងទៅតាមឯកសារនេះគឺព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រខ្មែរគឺស្ថិតនៅក្នុងវត្តស្រីស៊ីធោបច្ចុប្បន្ននេះនៅវត្តស៊ីធោបច្ចុប្បន្ននេះបាទហើយផ្លូវហ្នឹងគឺថាដែលយើងមើលឃើញចំពីមុខវត្តនេះគឺថាវាមានភិនភាគដូចអ្វីដែលហៅថាលោកសាំងអង់តូញ៉ូហ្នឹងបានសរសេរទុកបាទហើយកាលដែលខ្ញុំបានធ្លាប់ទៅសិក្សាស្រាវជ្រាវអំពីប្រវត្តិព្រះស្ដេចកននៅឯទួលបាសានជាពិសេសនៅក្នុងឆ្នាំ1997ខ្ញុំឃើញទស្សនវិជ្ជាដែលឃើញនៅក្នុងឆ្នាំ1997គឺថាមានលក្ខណៈមួយស្រដៀងប្រហែលដូចអ្វីដែលសាំងអង់តូញ៉ូបានសរសេរគឺនៅពេលនោះហើយដែលកងទ័ពអេស្ប៉ាញ៉ុលបានលើកទៅទាំងយប់ហើយពេលនោះដែលព្រះរាមជើងព្រៃនេះគឺថាលោកក៏បោលលើខ្នងដំរីដើម្បីចេញមកច្បាំងជាមួយនឹងពួកអេស្ប៉ាញ៉ុលគឺពេលនោះហើយដែលពួកអេស្ប៉ាញ៉ុលហ្នឹងបានបាញ់លោកត្រូវមួយគ្រាប់ធ្លាក់ពីលើខ្នងដំរីសុគតនៅពេលនោះទៅដូច្នេះនៅពេលនោះហើយដែលពួកអេស្ប៉ាញ៉ុលក៏បានរៀបចំយករាជសម្បត្តិថ្វាយទៅដល់ហៅថាព្រះរាជបុត្ររបស់ព្រះសថាដើម្បីឲ្យឡើងគ្រងរាជសម្បត្តិជាបន្តនៅឯទួលបាសានបាទចាអញ្ចឹងបានន័យថាបន្ទាប់ពីព្រះរាមាជើងព្រៃបានស្គត់ទៅគឺព្រះរាជបុត្ររបស់ព្រះបាទស្រីសថាឡើងសោយឬបន្តចាអញ្ចឹងមកដល់ក្នុងគណៈពេលហ្នឹងដែរថាតើប្រទេសសៀមមានប្រតិកម្មយ៉ាងណាដែរចំពោះប្រទេសកម្ពុជាដែលយើងបានដាក់មានកូនរបស់ព្រះបាទស្រីសថាឡើងសោយឬបន្តបាទនៅក្នុងនោះបើយើងនិយាយអំពីបរិបទនៅខាងប្រទេសសៀមវិញប្រទេសសៀមកំពុងតែច្បងដែរបាទណាច្បងមិនពីព្រោះព្រះនរិន្ទសួងក៏កំពុងច្បាំងជាមួយភូមិបាទច្បាំងភូមិដើម្បីដណ្ដើមយកទ័ពឲ្យដឹងតែខ្មែរវាអន់ហើយបាក់ហើយអញ្ចឹងសៀមនេះគឺថាដូចជាគ្មានប្រតិកម្មដូចជាគ្មានហៅថាយកចិត្តទុកដាក់នឹងបញ្ហាខ្មែរនេះពីព្រោះគេដឹងថាខ្មែរយើងវាបែកបាក់ចម្បុកច្បល់គ្នាហើយអញ្ចឹងសៀមអត់មានហៅថាប្រតិកម្មទេហើយនៅក្នុងនេះបើយើងនិយាយអំពីប្រតិកម្មពីព្រោះពីឆ្នាំ95មក96អញ្ចឹងមានអេស្ប៉ាញ៉ុលចូលមកហើយពេលនោះស្ដេចសៀមរៀមសួងកន្លែងទៅច្បាំងជាមួយភូមិចា៎បាទហើយនៅក្នុងនេះបើយើងនិយាយឲ្យចំទៅគឺថាសម័យកាលហ្នឹងពីឆ្នាំ1995រហូតមកដល់ឆ្នាំ1602ក្នុងរយៈពេល7ឆ្នាំហ្នឹងគឺថាកម្ពុជានេះគឺយ៉ាប់មែនទែនបាទគឺទទួលនៅគ្រោះមហន្តរាយគ្រប់បែបយ៉ាងទាំងអស់ការបែកបាក់សាមគ្គីសង្គ្រាមផ្ទៃក្នុងការដែលហៅថាបំបែកជារដ្ឋជាស្ដេចក្រាញ់ដូច្នេះយើងឃើញថាដំបូងយើងឃើញថាមានហៅថាព្រះរាមជើងព្រៃលោកឡើងសោយរាជសម្បត្តិពីឆ្នាំដែលហៅថា1595រហូតដល់96បន្ទាប់មកទៀតយើងឃើញថាមានតែហៅថាការដែលពួកអេស្ប៉ាញ៉ុលនឹងបានទៅយករាជសម្បត្តិនឹងបានយកទៅថ្វាយដល់កូនព្រះសថាកូនព្រះសថាទី1នេះគេថាមានព្រះនាមឈ្មោះថាពញានូបាទពញានូនោះលោកសោយរាជមិនបានយូរទេបាទតែបានប្រហែលជា2ឆ្នាំ1596រហូតដល់98ហ្នឹងក៏ត្រូវគេធ្វើគុតស្លាប់ទៅទៀតទៅបាទហើយដល់ពញានូនោះដែលជាកូនហៅថារបស់ព្រះសថាហ្នឹងឡើងសោយរាជហើយក៏ស្រាប់តែដល់បន្ទាប់មកក៏ហៅថាឡើងដល់ពញាតន់ដែលជាកូនព្រះសថាទី2បាទឡើងសោយរាជដូច្នេះយើងឃើញថាកូនព្រះសថាហ្នឹងគឺឡើងសោយរាជបងទី1បន្តហើយបានពញាតន់នោះលោកបានឡើងគ្រងរាជសម្បត្តិពីឆ្នាំ1598រហូតដល់ឆ្នាំ1599ដូច្នេះបានតែមួយឆ្នាំទេបាទបានតែមួយឆ្នាំទេហើយបានមួយឆ្នាំហ្នឹងគឺថាស្លាប់ហ្នឹងគឺថាអត់មានស្លាប់ដោយសារអីស្លាប់ដោយសារតែហៅថាមានការចម្បាំងរាំងជលនៅក្នុងប្រទេសហើយស្លាប់ហ្នឹងដោយសារកងទ័ពរបស់កែវព្រះភ្លើងដែលលោកវាយប្រហារដើម្បីចាប់ហៅថាព្រះ
ពញាតនដើម្បីធ្វើជាតិហើយរឿងដែលឲ្យមានជាការដែលទំនាស់ខ្លាំងនៅក្នុងរឿងក្នុងរជ្ជកាលព្រះពញាតននេះគឺដោយសារពញាតននឹងលោកទៅលួចស្រឡាញ់ប្រពន្ធគេបាទប្រពន្ធគឺថារបស់ហៅថាចៅពញាធីចានាងដែលជាស្រីនេះគឺថាល្អស្អាតស្អាតហើយដែលមានឈ្មោះហៅថានាងទាវបាទនាងទាវហើយអញ្ចឹងទៅចាប់ប្រពន្ធគេយកប្រពន្ធគេមកដល់អញ្ចឹងទៅពញាធីនេះជាមួយនឹងហៅថាកែព្រះភ្លើងហើយមានគាត់កែព្រះភ្លើងអញ្ចឹងក៏ហៅថានាំគ្នាសហការរៀបចំជាកងទ័ពបះបោរធ្វើជាហៅថាចម្បាំងរាំងជលជាមួយនឹងពញាតនហើយក៏បានធ្វើគៀបដល់ពញាតនទៅបាទដូច្នេះយើងនៅឃើញអាពេលនេះយើងឃើញថាវាស្រុកខ្មែរយើងបែកបាក់ហើយអីហើយគឺថាស្ដេចខ្មែរឡើងសោយរាជឡើងក្រងរាជមកអត់បានគិតថាធ្វើដូចនេះដើម្បីតែបង្រួមប្រទេសជាតិរៀបចំធ្វើដូចនេះកសាងដែលហៅថាហេដ្ឋារចនាសម្ព័ន្ធឬរចនាសម្ព័ន្ធរបស់ប្រទេសជាតិគ្រប់គ្រងយ៉ាងម៉េចអត់បានទេអញ្ចឹងស្ដេចមួយគឺថាទី1គឺពញានុចេញមកគឺថាវាមានបញ្ហាត្រូវគេធ្វើចិត្តសម្រាប់ទៅទៀតទី2ពញាតនដោយសារតែរឿងស្រីបាទទៅលួចប្រពន្ធគេដល់ទី3បានយើងឃើញថាបានឡើងពញាអនបាទពញាអននឹងក៏បានត្រូវជាកូនរបស់ព្រះបាទសីសថាត្រូវជាប្អូនបាទត្រូវជាប្អូនរបស់ព្រះសទ្ធាពញាអននឹងហើយត្រូវជាប្អូនរបស់ហៅថាព្រះស្រីសុរិយោពណ៌ទៀតពីព្រោះនៅក្នុងនេះយើងបានដឹងទៅតាមឯកសារថាព្រះបរមរាជាទី1នោះដែលជាឪពុករបស់ព្រះសទ្ធានឹងមានកូនប្រុស3កូនប្រុសទី1គឺព្រះសទ្ធាកូនប្រុសទី2គឺព្រះស្រីសុរិយោពណ៌កូនប្រុសទី3គឺចៅពញាអនចៅពញាអននឹងនៅពេលនេះក៏វាអស់អត់ដែលហៅថាបើយើងនិយាយឲ្យចំគឺថាអស់មានអ្នកណាដែលជាបន្តវងតកូលរបស់ហៅថាព្រះសទ្ធាហើយដល់អញ្ចឹងគេយកប្អូនពញាអនពីព្រោះនៅពេលនេះព្រះស្រីសុរិយោពណ៌ដែលជាអតីតព្រះមហាឧបរាជខ្មែរជាប់នៅសៀមនៅឡើយដល់ពេលនេះទៅពញាអនហ្នឹងក៏ឡើងក្រងរាជសម្បត្តិទៅនៅពេលនោះហើយក៏ដែលហៅថាក៏មានបញ្ហាផ្សេងទៅទៀតមកពញាអនហ្នឹងហើយដល់អញ្ចឹងទៅពញាអនធ្វើឡើងទៅអាឡ័យតែចុះឡើងទៅមិនស្រួលក៏ត្រូវពួកហៅថាគេធ្វើជាតិសម្រាប់ម្ដងទៀតទៅអញ្ចឹងពញាអនហ្នឹងបានសង់រាជសម្បត្តិតែ1ឆ្នាំទេបាទពីឆ្នាំ1599រហូតដល់ឆ្នាំ1600ចឹងបានសង់រាជតែ1ឆ្នាំទេអញ្ចឹងយើងឃើញមួយផ្លេតនេះគឺថាអស់ស្ដេចដល់ទៅ4អង្គហើយបាទ4អង្គហើយបាទចាប់ពីរីមេជើងព្រៃមកវា4អង្គចាហើយដល់ទៅពញាអននឹងឡើងហៅថាសុគតទៅគេក៏យកហៅថាកូនមួយទៀតជាកូនមួយដែលនៅក្នុងឯកសារខ្លះនិយាយអ្នកខ្លះទៀតក៏មិននិយាយឲ្យបានច្បាស់លាស់ប៉ុន្តែឯកសារខ្លះថាជាកូនរបស់ព្រះសទ្ធាដែរឈ្មោះហៅថាពញាញោមចាបាទពញាញោមយកកន្លែងហៅថាអ្វីដែលជាដើមកំណើតពិតប្រាកដរបស់ពញាញោមនឹងវាមានឯកសារផ្សេងគ្នាពីព្រោះពញាញោមនេះតាមឯកសារខ្លះគឺជាកូនរបស់ព្រះសទ្ធាប៉ុន្តែអត់បានរត់ទៅតាមជាមួយនឹងព្រះសទ្ធាទៅដល់ប្រទេសឡាវទេទៅប្រទេសយើងទេអញ្ចឹងហើយពញាញោមនេះគឺថានៅឯក្នុងទឹកដីខ្មែរទេហើយទៅពេលដែលនោះគឺថាលោកបានឡើងក្រងរាជសម្បត្តិហើយក៏ប្រកាសឈ្មោះរបស់លោកព្រានាមរបស់លោកហៅថាព្រះកែវ៉ាបាទហៅថាព្រះកែវ៉ាបាទហើយកែវ៉ាគឺថាអត់ប្រើពាក្យថាពញាញោមទេហើយពេលដែលឡើងក្រងរាជសម្បត្តិហើយពញាញោមនេះគឺមិនបានគ្រប់គ្រងទឹកដីទៅតាមអ្វីដែលជាអំណាចរបស់ខ្លួនជាព្រះមហាក្សត្រទេគឺថាលោកអត់ហ៊ានប៉ះពាល់ជាមួយនឹងអ្នកណាសោះអញ្ចឹងលោកគិតតែផឹកស៊ីស្រវឹងគិតតែបោកបាញ់គិតតែដើរលេងសប្បាយអញ្ចឹងអត់រវល់អំពីការងារទេឯកសារខ្លះបានបញ្ជាក់ថាពញាញោមនឹងឬព្រះកែវ៉ាហ្នឹងគឺលោកខ្លាចបាទលោកខ្លាចថាប៉ះពាល់ជាមួយគេទៅខ្លាចអស់អំណាចខ្លាចអស់រាជសម្បត្តិអញ្ចឹងហើយលោកអត់ខ្វល់តែម្ដងបាទអត់ខ្វល់តែម្ដងដូច្នេះនៅក្នុងរយៈពេល2ឆ្នាំពីឆ្នាំ1600នឹងរហូតដល់ឆ្នាំ1602ហ្នឹងគឺថាស្ថានភាពទឹកដីកម្ពុជាវាបែកខ្ញែកគ្រប់បែបយ៉ាងគ្មានអ្នកគ្រប់គ្រងវាទៅជាអាណាធិបតេយ្យចលាចលគ្មានអីសោះនៅពេលនោះហើយដែលយើងឃើញថាម្ដាយមីងរបស់ព្រះសទ្ធាហើយដែលត្រូវជាចៅបាទជាចៅរបស់ព្រះបាទអង្គច័ន្ទរាជាទី1ចា៎ព្រះនាមហៅថាទេវីក្សត្រីចា៎បាទព្រះនាងទេវីក្សត្រីដែលលោកជាម្ដាយមីងព្រះសទ្ធាជាម្ដាយមីងរបស់ព្រះស្រីសុរិយោពណ៌ជាម្ដាយមីងរបស់ពញាញោមឬហៅថាកែវ៉ានេះគឺថាលោកក៏មានការ
ចាប់អារម្មណ៍មានការដែលថាព្រួយបារម្ភអំពីជោគវាសនារបស់ប្រទេសខ្មែរដូច្នេះហើយលោកក៏គិតទៅថាបើសិនជាទុកឲ្យពីញោមនេះដឹកនាំប្រទេសជាតិតទៅអនាគតទៅទៀតនៅពេលនោះកម្ពុជាប្រទេសខ្មែរនឹងរលាយបាត់បង់ហើយมันអាចនឹងមានសុខសន្តិភាពនៅក្នុងប្រទេសជាតិទេដូច្នេះហើយបានជាប្រនាងទេវីក្សត្រីហ្នឹងលោកក៏បានកោះហៅមន្ត្រីដែលចិត្តស្និទ្ធដែលមិនពុករលួយដែលមិនខូចខលដែលមិនលុះទៅដោយអំណាចហៅថាឬមួយទៅហៅថាប្រើអំពើអយុត្តិធម៌នោះលោកប្រមូលមកដោយស្ងាត់ដើម្បីនឹងជជែកពិភាក្សាគ្នាថាតើយើងត្រូវធ្វើដូចម្តេចដើម្បីនឹងដោះស្រាយបញ្ហាប្រទេសជាតិឲ្យបានរីកចម្រើនឲ្យបានរួចចេញអំពីលក្ខណៈភាពអធិបតេយ្យភាពនៃពីភាពអធិបតេយ្យភាពចលាចលភាពគ្មានមេដឹកនាំនេះចា៎បាទពីព្រោះហៅថាកម្ពុជាវាជាប្រទេសមួយដែលធ្លាប់មានឈ្មោះមានកិត្តិយសមានទំហំធំធេងដល់អញ្ចឹងទៅដល់ពេលមួយដែលកូនចៅនេះវាធ្វើលុកអីហៅថាលុកទឹកដីធ្វើឲ្យទឹកដីបែកបាក់ទាំងអស់ហ្នឹងទៅអញ្ចឹងហើយបានជាហៅថាព្រះនាងគឺភ័យហ្នឹងហៅថាព្រះនាងភ័យព្រួយបារម្ភក៏ហៅមន្ត្រីរាជការហើយលោកក៏បានស្នើនៅទស្សនៈយោបល់មួយថាទី1យើងមិនអាចនឹងបន្តឲ្យពញាញោមនឹងដឹកនាំប្រទេសជាតិនៃប្រទេសខ្មែរដូចបច្ចុប្បន្ននេះបានទេបើអញ្ចឹងត្រូវរលាយប្រទេសជាតិហើយអញ្ចឹងទី2យើងត្រូវធ្វើគោលបំណងធ្វើយ៉ាងដូចនេះត្រូវតែបើយើងនិយាយចំថាដូចជាក្រុងមួយចង់ធ្វើរដ្ឋបហាទម្លាក់ពញាញោមនឹងឲ្យឈប់ឡើងនៅគ្រប់គ្រងគេខ្លាយទៅជាព្រះមហាក្សត្រអញ្ចឹងបើសិនជាអស់ពញាញោមទៅតែត្រូវធ្វើដូចនេះដើម្បីនឹងរកមនុស្សណាដែលមានសមត្ថភាពដើម្បីអាចមកគ្រប់គ្រងប្រទេសជាតិកម្ពុជានឹងបានអញ្ចឹងហើយបានជាទាំងអស់គ្នាក៏បានមានយោបល់ទស្សនៈថាមានតែព្រះមហាឧបរាជព្រះស្រីសុរិយោពណ៌ទេដែលលោកមានថាសេចក្តីក្លាហានមានគំនិតឆ្លៀសវៃមានប្រាជ្ញាភ្លឺថ្លាហើយដែលលោកមានអតីតកិត្តិយសហើយកិច្ចចានុភាពអាចនឹងបង្រួមទឹកដីខ្មែរនេះឲ្យបានមូលហៅថាឲ្យមានឯកភាពឲ្យមានហៅថាលក្ខណៈមួយរួមសាមគ្គីដូចមុនបានហើយអាចនឹងកសាងរីកចម្រើនបានចាប៉ុន្តែតែធ្វើយ៉ាងម៉េចទៅព្រោះអីពេលនឹងប្របាទសុរិយោពណ៌គឺនៅប្រទេសស៊ីននៅឡើយបាទនៅពេលនេះបានអញ្ចឹងបានថានេះជាបញ្ហាមួយអញ្ចឹងបានជាទាំងអស់គ្នាក៏គេយល់ថាបើអញ្ចឹងយើងត្រូវតែនាំគ្នាហើយថាធ្វើចុចម៉ាយមួយដើម្បីស្នើសុំទៅដល់ព្រះមហាក្សត្រសៀមគឺព្រះនរិន្ទសួងដើម្បីឲ្យព្រះនរិន្ទសួងនោះលោកហៅថាដោះលែងព្រះស្រីសុរិយោពណ៌ឲ្យត្រឡប់មកគ្រប់គ្រងទឹកដីកម្ពុជាវិញបាទអញ្ចឹងទាំងអស់គ្នាគេនាំគ្នាគិតអញ្ចឹងហើយគេថាចាំនៅពេលណាដែលព្រះស្រីសុរិយោពណ៌លោកយាងមកដល់ចាំយើងទម្លាក់ពញាញោមនោះតែម្ដងបាទអញ្ចឹងនៅពេលនោះហើយដែលទាំងអស់គ្នាក៏បានធ្វើជាចុចម៉ាយហើយក៏រៀបចំឲ្យមានគណៈប្រតិភូជាទូតជាហៅថាអ្នកតំណាងរបស់ព្រះអង្គហើយនឹងមន្ត្រីរាជការដែលស្មោះត្រង់ទាំងអស់ហ្នឹងដើម្បីយកចុចម៉ាយទៅថ្វាយដល់ព្រះមហាក្សត្រសៀមគឺព្រះនរិន្ទសួងដើម្បីឲ្យលោកសូមឲ្យលោកអនុញ្ញាតឲ្យព្រះស្រីសុរិយោពណ៌នោះលោកអាចយាងត្រឡប់មកគ្រប់គ្រងទឹកដីកម្ពុជាវិញចា៎បាទចា៎ចំពោះការស្នើសុំហ្នឹងតើមានការដែលយើងថាយើងត្រូវគិតថាត្រូវផ្ដល់ជាអ្វីតបស្នងទៅដល់ស្ដេចសៀមវិញឬក៏យ៉ាងណាទៅបាទនេះជាការស្នើហើយនៅការស្នើហ្នឹងឯកសារមិនបានបញ្ជាក់ថាតើយើងត្រូវតែប្រគល់ការតបស្នងអីទៅគេវិញអីយ៉ាងម៉េចជាលក្ខខណ្ឌយ៉ាងម៉េចគឺយើងអត់មានឯកសារណាដែលបាននិយាយដែរទេប៉ុន្តែអ្វីដែលជាសេចក្តីស្នើរបស់ហៅថាព្រះរាជវង្សានុវង្សខ្មែរនៅក្នុងសម័យកាលនោះឃើញថាព្រះមហាក្សត្រសៀមនរិន្ទសួងគឺថាបានទទួលមានការត្រេកអរយល់ព្រមហើយនៅពេលនោះក៏បានឲ្យមន្ត្រីរាជការហ្នឹងទៅយាងហៅថាព្រះស្រីសុរិយោពណ៌ហ្នឹងដើម្បីឲ្យលោកមកជួបដើម្បីនឹងហៅថាទូលថ្វាយទៅលោកថាលោកត្រូវតែហើយក៏វិលត្រឡប់ទៅស្រុកខ្មែរវិញដើម្បីនឹងគ្រប់គ្រងទឹកដីកម្ពុជាហើយនៅពេលនោះហើយដែលព្រះមហាក្សត្រសៀមនឹងព្រះនរិន្ទសួងនឹងលោកក៏បានផ្ដល់ឲ្យកងទ័ពសៀមនឹងមកជាមួយអញ្ចឹងគឺថាព្រះស្រីសុរិយោពណ៌នឹងលោកមកនឹងជាមួយនឹងមន្ត្រីរាជការហើយថាអ្វីដែលជាមេតបរបស់លោកខ្លះប៉ុន្តែទ័ពដែលធំគឺជាទ័ពរបស់សៀមចា៎បាទឯកសារខ្លះគឺថាបញ្ជាក់មិនបានច្បាស់លាស់ទេអំពីចំនួនទ័ពដែលនាំមកដើម្បីនឹងច្បាំងដើម្បីហៅថាជូនដំណើររបស់ព្រះស្រីសុរិយោពណ៌អ្នកខ្លះថាប៉ុណ្ណេះប៉ុណ្ណោះទៅប៉ុន្តែឯកសារខ្លះថា5000នាក់ដើម្បីដង្ហែព្រះអង្គចូលមកទឹកដីខ្មែរបាទកម្ពុជាហ
ហើយការដែលដង្ហែចូលមកនេះគឺថាលក្ខខណ្ឌយើងឃើញមានលក្ខខណ្ឌមួយដែលគេមិននិយាយថាជាលក្ខខណ្ឌនេះគឺថាស្ដេចសៀមឲ្យព្រះសិរយពរត្រឡប់មកមែនឲ្យយកហៅថាមហេសីយកមកមែនប៉ុន្តែឲ្យយកកូនតែមួយទេពីព្រោះព្រះសិរយពរលោកមានកូនពីរចាកូនមុខទី1ឈ្មោះហៅថាព្រះបាទជ័យជេដ្ឋាដែលបន្ទាប់មកយើងចំណាំតែស្គាល់ថាជាព្រះបាទជ័យជេដ្ឋាទី2នោះចាបាទហើយបានកូនទី2គឺព្រះឧត្ត័យដូច្នេះគឺស្ដេចសៀមឲ្យយកគ្រួសារមកទាំងអស់ប៉ុន្តែទុកកូនព្រះជ័យជេដ្ឋាទី2ហ្នឹងជ័យជេដ្ឋាឲ្យនៅឯប្រទេសសៀមចាអញ្ចឹងឲ្យតែហៅថាព្រះឧត្ត័យមកជាមួយទេចានៅពេលនោះហើយដែលខ្ញុំបានសូមអនុញ្ញាតបញ្ជាក់ថាកងទ័ពរបស់ព្រះស្រីសរិយពរដែលដឹកនាំដោយមេទ័ពសៀមទាំងអស់ហ្នឹងដែលមានកងទ័ពសៀមដល់ជាង 5000 នាក់ហ្នឹងបានដង្ហែព្រះអង្គហ្នឹងគឺថាមិនមែនចុះមកតាមខេត្តបាត់ដំបងពោធិ៍សាត់ទេគឺកងទ័ពទាំងអស់នោះគឺបានធ្វើដំណើរចេញមកតាមសមុទ្រចាបានចេញទៅតាមសមុទ្រហើយបានកងតាមសមុទ្រហ្នឹងបានចូលតាមទន្លេមេគង្គតាមទន្លេបាសាក់ដើម្បីឡើងមកឯរាជធានីក្រុងភ្នំពេញនេះបាទមកភ្នំពេញមកទូលប្រាសាទមកឯខាងចតុមុខនេះបាទអញ្ចឹងបានយើងឃើញថាកងទ័ពទាំងអស់ឡើងមកដល់ហើយនៅក្នុងនេះគឺតាមឯកសារទាំងអស់គេមិនបានបញ្ជាក់ថាតើកងទ័ពទាំងអស់នឹងឡើងមកមានហៅថាកងទ័ពខ្មែររបស់ពញាញោមនឹងបានដឹងបានទទួលព័ត៌មានដែរឬទេគឺយើងអត់មានឯកសារណាបញ្ជាក់ទាំងអស់ហើយបញ្ជាក់អំពីកងទ័ពរបស់ហៅថា Veloso ឬមួយក៏ហៅថា La Ruse ហ្នឹងជាពួកអេស្ប៉ាញ៉ុលនៅកន្លែងណាក៏យើងអត់បានបញ្ជាក់ដែរគឺគេបាននិយាយតែពីកងទ័ពរបស់ព្រះអង្គហើយកងទ័ពរបស់ព្រះសិរយពរហ្នឹងបានលើកឡើងមកដំបូងហ្នឹងគឺថាលោកឡើងតាមទន្លេបាសាក់ហ្នឹងមិនមែនកន្លែងតាមទន្លេធំមេគង្គទេបាទទន្លេបាសាក់ព្រោះហ្នឹងវាជិតជាងបាទជិតជាងហើយឡើងមកដល់នៅពេលហ្នឹងហើយដែលលោកបានមកបោះជំរំទីតាំងដំបូងបាទនៅឯកោះស្លាកែតចា៎បាទគេហៅថានៅទី1ហៅថានៅត្រោយស្លាបាទនៅក្នុងស្រុកកោះស្លាកែតបាទខ្ញុំបានសូមអនុញ្ញាតបើកជាវងកញ្ចក់បន្តិចនៅក្នុងបញ្ហាភូមិសាស្ត្ររបស់កោះស្លាកែតនេះបាទក្នុងកោះស្លាកែតនេះគឺថាកាលណាយើងមិនបានតាមដានមិនបានស្រាវជ្រាវឲ្យដឹងហើយជាដំបូងខ្ញុំក៏ដូចគេដូចឯងដែរគឺថាយើងស្មានតែកោះស្លាកែតនេះនៅឯម្ដុំយើងគេហៅថាចេញតាមច្បារអំពើចេញតាមផ្លូវជាតិលេខ1ទៅដល់កុកីខួបផ្សារកុកីទៅយើងឃើញមានវត្តមួយហៅថាវត្តស្លាកែតចា៎បាទដល់អញ្ចឹងទៅយើងស្មានថាម្ដុំនឹងហើយដែលជាជំរំឬមួយហៅថាជារាជធានីទី1របស់ព្រះស្រីសុរិយោពណ៌ចា៎ហើយតាមដែលទេសនៈរបស់ខ្ញុំនេះគឺថាកោះស្លាកែតនេះគឺជាតំបន់មួយដែលគេឲ្យឈ្មោះឲ្យកោះស្លាកែតដែលជាមានលក្ខណៈមួយធំធេងអាចជាខេត្តកណ្ដាលមួយទាំងមូលហើយវត្តស្លាកែតមិនមែនមានតែមួយនៅខួបកំពង់ស្ពឺទេបើសិនជាយើងចុះទៅតាមទន្លេបាសាក់បាទតាមត្រើយខាងកើតក៏យើងចុះឲ្យឆ្ងាយប្រហែលជា20 គីឡូម៉ែត្រចុះទៅក្រុងដើម្បីទៅដល់ខាងកោះអន្លង់ចិនអីហ្នឹងកន្លែងហ្នឹងមានឈ្មោះភូមិត្រើយស្លាហើយមានកោះស្លាកែតសូមទោះមានហៅថាវត្តកោះស្លាកែតមួយដែរបាទអញ្ចឹងយើងឃើញកន្លែងហ្នឹងមួយដល់ត្រើយស្លាគឺថានៅម្ដុំខាងនោះទៅវិញខាងទន្លេយើងហៅថាទន្លេបាសាក់នោះវិញទេដែលមានហៅថាអ្វីដែលជាភូមិឈ្មោះត្រើយស្លាហើយនៅក្នុងនេះខ្ញុំបាទសូមអនុញ្ញាតបញ្ជាក់មួយទៀតក្រៅអំពីភូមិសាស្ត្រនេះគឺថានៅក្នុងអ្វីដែលជាពុទ្ធទំនាយបាទណាពុទ្ធទំនាយនេះពុទ្ធទំនាយដែលយើងតែងតែធ្លាប់មើលធ្លាប់អានដឹងមកហ្នឹងគេក៏ធ្លាប់ដែរថាទុកកន្លែងហៅថាកោះស្លាកែតដំបូកខ្មៅកបៅជ្រុំជាកន្លែងមួយពិសិដ្ឋជាកន្លែងមួយដែលមាននៅក្នុងហៅថាលក្ខណៈមួយពិសេសនៅក្នុងពុទ្ធទំនាយហើយដែលគេតែងតែសរសេរតែងតែនិយាយមានជំនឿជាតមកថាបើសិនជាមានបញ្ហាអីធំដុំផ្ទុះសង្គ្រាមឬមានបញ្ហាណាដែលហៅថាប៉ះពាល់គ្នាគេថាអ្នកទាំងអស់គ្នានេះគួរតែនាំគ្នាទៅពឹងពាក់ទៅជ្រកកោននៅឯកោះស្លាកែតនៅឯដំបូងខ្មៅកបៅជ្រុំហ្នឹងកន្លែងនេះជាកន្លែងពិសិដ្ឋបាទចាអរគុណឯកឧត្តមចាក្នុងពេលនេះខ្ញុំមានសំណួរតិចបកក្រោយទៅបន្តិចដោយសារតែឃើញថាខាងស្ដេចសៀមគេមានការជួយមកដល់ប្រទេសកម្ពុជាដូចថាបាបជនទ័ពដល់ 5000 នាក់ជាមួយនឹងប្របាទសូរិយាសីយោពណ៌ថាតើមានឯកសារណាទេដែលកត់ថាគេនឹងមានគំនិតអ្វីដែរជាប្រកបជាមួយនឹងការជួយរបស់គេនេះបាទនៅក្នុងនេះឯកសារទាំងអស់ហ្នឹងមិនបានបង្កប់ថាយ៉ាងដូចនេះថាតែបញ្ជាក់អំពីគំនិតរបស់ស្ដេចសៀមយ៉ាងដូចនេះទេប៉ុន្តែនៅក្នុងនេះយើងអាចបកស្រាយបាទពីព្រោះស្ដេចសៀមទី1គឺថាឲ្យមកមែនទុកកូនបាទទុកកូនថាដូចជាចំណាប់ខ្មាំងអញ្ចឹងណែទៅអីមិនប៉ុនកូនឯងនៅនេះ
បាទទី2តបសៀមទៅជាមួយអញ្ចឹងគឺថាស្ដេចព្រះសីហនុវរព្រះមហាឧបរាជចង់ធ្វើយ៉ាងម៉េចក៏ធ្វើបានដែរព្រោះមេតបកងតបទាំងអស់សិតជាកងតបសៀមទាំងអស់បាទនៅពេលហ្នឹងអញ្ចឹងកងតបសៀមបង្ហាញទៅដូច្នេះបើយើងចង់និយាយឬចង់ឬមិនចង់គឺថាបាទស្អីថាព្រះស្រីសូរ្យពណ៌លោកគ្រាន់តែមានជាកិត្តិយសកិត្តិនាមមានជាឈ្មោះអញ្ចឹងអ្វីដែលក្នុងការដែលធ្វើការទាំងអស់នេះគឺជាការងាររបស់កងទ័ពសៀមប៉ុន្តែអ្វីដែលហៅថាជាការមួយដែលយើងហៅថាឲ្យយើងរីករាយសប្បាយហ្នឹងគឺថាព្រះសីហនុវរលោកដែលជាស្ដេចមួយដែលមានបញ្ញាភ្លឺថ្លាឆ្លៀសវៃជាអ្នកមហាចម្បាំងមេតបមួយដ៏ខ្លាំងក្លាទប់ទល់ទាំងអស់ហ្នឹងគឺថាលោកក៏មិនមែនជាល្ងងដែរបាទគឺថាពេលដែលលោកបានឈានជើងចូលមកដល់ទឹកដីកម្ពុជានៅពេលណានៅពេលនោះដែលយើងឃើញថាខ្មែរទាំងអស់កងទ័ពទាំងអស់ដែលធ្លាប់តែបម្រើព្រះអង្គស្គាល់ព្រះអង្គនោះគឺថានោមគ្នាទៅគាល់ចាំងតែពីមន្ត្រីរាជការនៅឯកម្ពុជាយើងនៅស្រុកខ្មែរយើងប្រមាណនៅទូបាសានតាំងពីម្ចាស់ស្ត្រីហៅថាទេវីស្ត្រីហ្នឹងក៏នោមមន្ត្រីរាជការទាំងអស់ទៅគាល់លោកដែរបាទទៅគាល់ទៅអញ្ចឹងហើយបានដល់ពេលហ្នឹងដែរព្រះអង្គមានលទ្ធភាពហៅថាគ្រប់គ្រងនិងរៀបចំកងទ័ពឡើងជាថ្មីមួយទៀតដូច្នេះកងទ័ពហ្នឹងគ្រាន់តែជួនដំណើរមកដល់ទឹកដីខ្មែរគឺលោកមានលទ្ធភាពអាចរៀបចំកសាងរៀបចំទឹកដីរបស់ព្រះអង្គហើយនៅពេលនោះហើយដែលហៅថាមន្ត្រីរាជការទាំងអស់នាំគ្នាហៅថាដកអ្វីដែលជារាជបល្ល័ង្ករបស់ពញាយោមកថ្វាយដល់ព្រះបាទនៃហៅថាស្រីសូរ្យពណ៌វិញហើយនៅពេលនោះក៏មានពញាយោនោះក៏ហៅថាមានការខឹងសម្បាអីគ្រប់បែបយ៉ាងក៏មានធ្វើចលនាបោកមករកហៅថាច្បាំងជាមួយនឹងព្រះស្រីសូរ្យពណ៌ដែរប៉ុន្តែអ្វីដែលខ្ញុំសូមស្លេះព្រោះនេះវាជារឿងហៅថាមួយផ្សេងប៉ុន្តែយើងចង់និយាយអំពីហៅថានៅពេលដែលព្រះស្រីសូរ្យពណ៌លោកចូលមកទឹកដីកម្ពុជាខ្មែរយើងព្រាមលោករៀបចំកងទ័ពហើយនៅពេលនោះអ្វីមួយដែលយើងគួរកត់សម្គាល់ដើម្បីនឹងរៀបចំទឹកដីដែលបីផ្នែកទាំងអស់ហ្នឹងនៅពេលនោះហើយដែលលោកបានប្រមើលឃើញហើយថាអ្នកដែលមកសុំបំរើនៅក្នុងកងទ័ពព្រះអង្គនឹងមានលក្ខណៈមួយពិសេសចា៎បាទអ្នកដែលមានលក្ខណៈពិសេសនេះគឺជាប្រជាពលរដ្ឋធម្មតាប៉ុន្តែដែលលោកឃើញលក្ខណៈពិសេសត្រង់កនេះគឺថាមានហៅថាពណ៌ក្រហមចា៎បាទពណ៌ក្រហមហើយអ្នកដែលមានពណ៌ក្រហមហ្នឹងបានលោករើសឲ្យមកធ្វើមេតបចា៎អ្នកដែលមានហៅថាកក្រហមហ្នឹងហើយដែលមានឈ្មោះហៅថាថ្ងៃក្រោយមកហៅថាឈ្មោះថាមាសបាទដល់រួចហើយយើងហៅថាដៃជោមាសដល់រួចហើយបានលោកមានហៅថាឈ្មោះថ្ងៃក្រោយទៅជាអុកញ៉ាដៃជោមាសហើយអុកញ៉ាដៃជោព្រះអង្គមាសបាទពេលពួកហៅថាមានកហ្នឹងហៅពណ៌ក្រហមបាទហើយដែលយើងហៅថាឥឡូវនេះបច្ចុប្បន្ននេះហៅថាអ្នកតាក្រហមកនោះបាទហ្នឹងគឺដៃជោមាសហ្នឹងបាទនិយាយក្នុងរឿងដៃជោមាសហ្នឹងគឺយើងបានរៀបរាប់យើងបានដឹងច្រើនណាស់តាក់ទងនឹងដៃជោមាសហ្នឹងអញ្ចឹងដៃជោមាសនេះកាលពីដើមជាអ្នកដែលហៅថាពូកែគ្រប់បែបយ៉ាងទាំងអស់ខាងយុទ្ធសាស្ត្រខាងការគ្រប់គ្រងប៉ុន្តែដល់តែចេះច្រើនពេកទៅគឺថាស្ដាច់ផែនដីឬក៏អ្នកធំអ្នកតូចគេអត់ហៅទៅប្រើទេគេមិនត្រូវការព្រោះគាត់អត់ចេះឯកអបគេបាទអត់ចេះបច្ចាគេហើយអត់ចេះសំបុនគេដល់អញ្ចឹងទៅគឺថាអត់មានការងារធ្វើគឺថាដើររហូតចេះតែដើរពីនេះពីនោះរហូតទៅហើយថាដល់អញ្ចឹងគឺអត់មានទីតាំងដល់ពេលហ្នឹងដែលព្រះស្រីសូរ្យពណ៌លោកដឹងថាមនុស្សនេះជាមនុស្សមានសមត្ថភាពជាមនុស្សចេះដឹងអញ្ចឹងមិនបាច់ចាំឲ្យអ្នកនឹងមកលុតក្រាបឬឲ្យអ្នកនឹងមកហើយថាបច្ចេកសុំបុណ្យឬមួយក៏សុំប៉ាន់នេះគឺថាឲ្យធ្វើជាមេតបចា៎ពេលនឹងឲ្យដែលអុកញ៉ាដែលជួមមាសគឺព្រះអង្គមាសនេះគឺថាលោកមានលទ្ធភាពអាចនឹងបង្រួបបង្រួមទឹកដីដូច្នេះការដែលបង្រួបបង្រួមទឹកដីមួយចំនួនធំដើម្បីបង្ក្រាបពួកដែលហៅថាបះបោពួកដែលបំបែករដ្ឋបំបែកនគរនេះគឺដែលជួមនេះលោកបានរៀបចំបានប្រមូលទាំងអស់បានប្រមូលរៀបចំហៅថាឲ្យមានឯកភាពនៅក្នុងទឹកដីបាទដូច្នេះនៅក្នុងនេះប្រវត្តិសាស្ត្រទោះបីជាឯកសារណាក៏ដោយក៏គេមិនហ៊ានបំភ្លេចអ្វីដែលជាឈ្មោះរបស់ដែលជួមនេះនៅក្នុងការដែលរៀបចំឲ្យមានហៅថាសន្តិភាពនិងសន្តិសុខក្នុងសង្គមនេះបាទនៅពេលនោះហើយក៏ហៅថាការដែលរីកចម្រើនរបស់កម្ពុជាក៏ចាប់ផ្ដើមហៅថាមានការពង្រួមការកសាងថ្មីហើយបន្ទាប់មកទៀតគឺព្រះបាទស្រីសូរ្យពណ៌ដែលលោកបានឡើងគ្រងរាជសម្បត្តិនេះលោកក៏បានលើករាជធានីលោកពីខាងកោះស្លាកែនេះមករៀបចំរាជធានីនៅឯខាងយើងលវីអែមចា៎បាទលវីអែមនេះបើយើងនិយាយចំស្រុកហ្នឹងហៅថាស្រុកលវីអែមហើយស្រុកលវីអែមហ្នឹងមានទឹកដីវាជាប់ទៅជាមួយនឹងទួលបាសានដែរម្ដុំគ្នានេះបាទខុសទៅគ្នាប្រហែលជា20-30 គីឡូពីគ្នាចា៎អញ្ចឹងដែលកន្លែងមួយយើងឃើញថារាជធានីខ្មែរយើង
ថាផ្លាស់ប្ដូរចុះឡើងនៅតែក្នុងមួយដុំហ្នឹងបាទដុំមួយជុំហើយថាទលេ4មុខបាទទលេ4មុខហ្នឹងហើយដូច្នេះដែលយើងឃើញថាអ្វីដែលជាលក្ខណៈមួយហៅថាការដែលកងទ័ពផ្សៀមជួយមកហើយព្រះស្រីសោយវរលោកចេះហៅថារៀបចំទឹកដីឲ្យមានសន្តិភាពរៀបចំកងទ័ពរៀបចំឲ្យមានសន្តិសុខហើយក៏រៀបចំធ្វើដូចនេះហើយថាដើម្បីនឹងពង្រឹងហើយថាទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសសៀមចាប់តាំងពីពេលនោះមកបាទចាចាអរគុណឯកឧត្តមដោយសារតែឥឡូវនេះពេលវេលានៃកម្មវិធីយើងក៏ដល់ទីបញ្ចប់ទៅហើយនេះខ្ញុំក៏សូមថ្លែងអរគុណឯកឧត្តមចានេះសង្ឃឹមថាសប្តាហ៍ក្រោយឯកឧត្តមនឹងជម្រាបជួបបន្តនៅពេលដែលប្រទេសកម្ពុជាត្រូវបានព្រះបាទស្រីសុរិយាពណ៌ធ្វើត្រឡប់គ្រប់គ្រងវិញថាតើប្រទេសកម្ពុជាមានបរិបទឬក៏នយោបាយការគ្រប់គ្រងស្រុកទីណាទៀតគឺឯកឧត្តមនឹងជម្រាបជូនប្រិយមិត្តស្ដាប់នាអាទិត្យក្រោយទៀតចាអរគុណឯកឧត្តមសូមជូនពរឯកឧត្តមសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចចាខ្ញុំក៏សូមធ្វើការថ្លែងអរគុណចំពោះប្រិយមិត្តអ្នកស្ដាប់នៃស្ថានីយ៍វិទ្យុមិត្តភូមិយើងក៏ដូចជាទស្សនិកជនដែលកំពុងទស្សនាតាមរយៈគេហ